មេរៀនទី1នៅក្នុងមេរៀននេះយើងនឹងសិក្សាទៅលើ5ចំណុចដែលមានដូចជារបៀបបើកកម្មវិធី Microsoft Excel 2010របៀបបិទកម្មវិធី Microsoft Excel 2010ស្គាល់រូបរាងទូទៅរបស់កម្មវិធី Microsoft Excel 2010របៀបសេវឯកសារទុកនិងរបៀបបើកឯកសារដែលបានសេវមកប្រើបន្តរបៀបបើកកម្មវិធី Microsoft Excel 2010ដោយចុចទៅលើ Start Button All Program បន្ទាប់មក Microsoft Office រួចចុចទៅលើ Microsoft Excel 2010របៀបបិទកម្មវិធី Microsoft Excel 2010ដោយចុចទៅលើ File Tab បន្ទាប់មកយកពាក្យ Exit ស្គាល់រូបរាងទូទៅរបស់ Microsoft Excel 2010រូបរាងកម្មវិធីដែលយើងបានឃើញទាំងមូលនេះគេហៅថា Workbook ហើយរបារខាងលើនេះយើងហៅថា Title Bar Title Bar សម្រាប់បង្ហាញឈ្មោះ Workbook ដែលយើងកំពុងបើកប្រើផ្នែកខាងឆ្វេងជា icon របស់កម្មវិធីបន្ទាប់មក Quick Access Toolbar ចំពោះ Quick Access Toolbar នេះវាគឺជារបារផ្ទុក shortcut ផ្សេងៗដែល shortcut ទាំងនេះជួយពន្លឿនការងាររបស់យើងចំណែកសញ្ញាព្រួញ Customize Quick Access Toolbar Customize Quick Access Toolbar គឺសម្រាប់ឲ្យយើងបន្ថែមឬក៏បន្ថយទៅលើ shortcut ផ្សេងៗដែលយើងចង់បានឧទាហរណ៍ដូចជា New ប្រសិនបើយើងចង់បានចុចទៅលើវានោះវានឹងបង្ហាញ shortcut មួយនៅលើ Quick Access Toolbar ហើយប្រសិនបើយើងចង់ដោះចេញវិញនោះចុចទៅលើ Customize Quick Access Toolbar ម្ដងទៀតបន្ទាប់មកដក Tick ចេញរបារខាងក្រោមយើងហៅថា Menu Tab គ្រប់ Menu Tab ទាំងអស់យើងអាចយកឈ្មោះរបស់វាបូកជាមួយនឹងពាក្យថា Tab ឧទាហរណ៍ដូចជា File Tab Home Tab Insert Tab Page Layout Tab Formula Tab Data Tab Review Tab View Tab ហើយចំពោះ Menu Tab ផ្សេងៗក៏ដូចគ្នាដូចនេះដែរហើយគ្រប់ Tab នីមួយៗសុទ្ធតែមានបន្ទះ Ribbon របស់វាហើយនៅក្នុងបន្ទះ Ribbon នោះគឺយើងចែកចេញជាគ្រប់ឧទាហរណ៍ដូចជា Clipboard Group Font Group Alignment Group Number Group Style Group Cell Group Editing Group ហើយខាងក្រោមនេះយើងហៅថា Name Box Name Box មានតួនាទីបង្ហាញពីឈ្មោះ Cell ឬដែលយើងហៅថា Cell Address Formula Bar ចំពោះ Formula Bar គឺជាកន្លែងសម្រាប់ឲ្យយើងវាយបញ្ចូលទិន្នន័យឬក៏រូបមន្តដើម្បីគណនាទៅលើការងារផ្សេងៗចំណែកតារាងខាងក្រោមនេះជួរឈរយើងហៅថា Column ជួរដេកយើងហៅថា Row ហើយចំពោះអក្សរ A B C D ទៅតាមលំដាប់អក្សរដែលយើងបានឃើញនេះគេហៅថា Column Heading ចំណែក row 1 2 3 4 5តាមលេខរៀងដែលយើងបានឃើញនេះគេហៅថា row heading ចំណែកខាងក្រោមនេះយើងហៅថា sheet ចំពោះ sheet នីមួយៗប្រៀបដូចជាសន្លឹកសៀវភៅរបស់យើងហើយដើម្បីដាក់ sheet បញ្ចូលបន្ថែមយើងចុចទៅលើសញ្ញា insert worksheetចំណែករបារខាងក្រោមនេះយើងហៅថា horizontal scroll bar ខាងស្ដាំនេះយើងហៅថា vertical scroll bar ចំណែករបារ slider ខាងក្រោមនេះគឺសម្រាប់ពង្រីកឬក៏បង្រួម worksheet របស់យើងចុចលើសញ្ញាដកដើម្បីបង្រួមចុចលើសញ្ញាបូកដើម្បីពង្រីកត្រង់សញ្ញាដកខាងលើសម្រាប់លាក់ workbook ទាំងមូល
សញ្ញា4ជ្រុងសម្រាប់ពង្រីកឬក៏បង្រួម workbook ត្រង់សញ្ញាខ្វែងសម្រាប់បិទ workbook សញ្ញាដកខាងក្រោមសម្រាប់លាក់ worksheet សញ្ញា4ជ្រុងខាងក្រោមសម្រាប់ពង្រីកឬក៏បង្រួមទៅលើ worksheet សញ្ញាខ្វែងខាងក្រោមសម្រាប់បិទទៅលើ worksheet របៀប save ឯកសារទុកដោយចុចទៅលើ File tab បន្ទាប់មកជ្រើសរើស Save ឬក៏ Save As ចំពោះ Save ឬក៏ Save As សម្រាប់ឯកសារដែលពុំទាន់មានឈ្មោះគឺវាមានលក្ខណៈដូចគ្នាក៏ប៉ុន្តែប្រសិនបើឯកសាររបស់យើងធ្លាប់មានឈ្មោះម្ដងហើយនោះយើងគ្រាន់តែចុចទៅលើ Save នោះរាល់ទិន្នន័យដែលយើងបញ្ចូលបន្ថែមនឹងរក្សាទុកនៅក្នុងឈ្មោះចាស់ហើយប្រសិនបើយើងចុចទៅលើ Save As វានឹងចេញផ្ទាំងមួយដើម្បីឲ្យយើងវាយឈ្មោះថ្មីឬក៏រក្សានៅក្នុងឈ្មោះចាស់ក៏បានត្រង់ File Name វាយឈ្មោះសម្គាល់ឯកសារត្រង់ផ្ទាំងខាងឆ្វេងជ្រើសរើសទីតាំងទុកឧទាហរណ៍ដូចជា Desktop បន្ទាប់មកចុចទៅលើ Save របៀបបើកឯកសារដែលបាន save មកប្រើបន្តដោយចុចទៅលើ File tab បន្ទាប់មកចុចទៅលើ Open ជ្រើសរើសទីតាំងដែលបានរក្សាទុកឧទាហរណ៍ដូចជា Desktop បន្ទាប់មកជ្រើសរើសឈ្មោះឯកសារដែលយើងបាន save ឧទាហរណ៍ដូចជា Lesson 1បន្ទាប់មកចុចទៅលើ Open នេះគឺជាឯកសារដែលយើងបាន save មុននេះ